Vàសារៈសំខាន់នៃការតាក់តែងមែកហើយនឹងដាក់ជីជំរុញឲ្យស្វាយចន្ទីយើងនឹងផ្ដល់ផលបានខ្ពស់មិនមានផលប៉ះពាល់ជំងឺឬជ្រុះក្តាប់ដូចជាឆ្នាំនេះជាក់ស្ដែងគឺមានអាកាសធាតុប្រែប្រួលក្តៅហើយភ្លៀងគឺវាអត់ផលប៉ះពាល់ទេដែលយើងមានការដាក់ជីតាមស្តង់ដារយើងកាត់តែងមែកតាមស្តង់ដារហ្នឹងគឺឆ្នាំនេះខ្ញុំបាន3តោនកន្លះក្នុង1ហិកតារបស់ខ្ញុំគឺយើងគិតនឹងតម្លៃទីផ្សារខ្ពស់ទៀតគឺខ្ញុំបានច្រើនតើតើនឹងដំណាំស្វាយចន្ទីដើម្បីយើងឲ្យបានទិន្នផលច្រើនហើយមានគុណភាពទីមួយយើងចាប់ផ្ដើមតាក់តែងមែកដើម្បីឲ្យវាមានបរិយាកាសគ្រប់គ្រាន់យើងកាត់មែកស្អុយចេញដើម្បីកាត់បន្ថយការស៊ីជីមួយទៀតកាត់បន្ថយនៃជំងឺដោយពពួកជំងឺផ្សិតនឹងដើមចម្រោះសត្វល្អិតបើយើងទុកមែកច្រើនស្លឹកច្រើននោះគឺយើងវាធ្វើឲ្យពពួកសត្វល្អិតច្រើនវាធ្វើឲ្យយើងនឹងមានផលប៉ះពាល់ច្រើនដូចជាក្របខ្មៅក្របស្អុយដោយពពួកជំងឺតើតងនឹងការតែងមែកគឺយើងចាប់តែងពីខែ6ខែ7គឺយើងចាប់តែងវាដើម្បីឲ្យមែកស្វាយចន្ទីនឹងវាអត់នៅរងសម្ពាធនៅមែកខូចមែកស្អុយនឹងទេពេលវេលាដែលយើងត្រូវតែងមែកឲ្យសមស្របគឺក្រោយពីប្រមូលផលគឺយើងចាប់ផ្ដើមតាក់តែងមែកដើម្បីឲ្យចន្ទីរបស់យើងមានពេលវេលាក្នុងការលូតលាស់បែកមែកថ្មីដើម្បីឲ្យមានសុខភាពដើម្បីជំរុញឲ្យវាមានត្រួយថ្មីការបញ្ចេញផ្កានិងផ្លែបានច្រើនចំពោះមែកដែលយើងត្រូវតាក់តែងនេះទី1គឺមែកដែលនៅខាងក្នុងមួយមែកដែលមានជំងឺយើងត្រូវកាត់ចេញហើយទី2គឺយើងមែកដែលជន់គ្នាម្លប់គឺយើងអត់ឲ្យនៅម្លប់ចូលគ្នាបានទេដោយសារតើតើនៅម្លប់គឺវាខូចគ្រាប់របៀបកាត់មែកស្វាយចន្ទីគឺយើងត្រូវមើលមែករបស់វាគឺមានគេហៅអញ្ជីនមែកហ្នឹងគឺយើងត្រូវកាត់ឲ្យត្រឹមអញ្ជីនវាហ្នឹងគឺយើងត្រូវកាត់ខាងក្រោម 20% ដើម្បីជៀសវាងការកាត់ពីលើតម្លាក់ទៅវាមិនប្រេះបែកនៅពេលដែលយើងកាត់គៀកហ្នឹងគឺវាងាយស្រួលក្នុងការដុសឆាប់លុបចិត្តវិញហើយតើតើនឹងប្រេះបែកបើយើងកាត់វែងទៅប្រេះបែកវាធ្វើឲ្យពពួកសត្វល្អិតដូចជាពងមូលតែវាពងនៅប្រេះបែកហ្នឹងធ្វើឲ្យចម្រោបសត្វល្អិតវានៅក្នុងហ្នឹងធ្វើឲ្យប៉ះពាល់ដល់ដំណាំរបស់យើងបន្ទាប់ពីកាត់មែកហើយគឺយើងត្រូវលាបកបោកសិកម្មឬថ្នាំជំងឺគេហៅថ្នាំផ្សិតដើម្បីឲ្យវាឆាប់ដុះសម្បកចិត្តដើម្បីកុំឲ្យវាឆ្លងជំងឺឬក៏ពពួកផ្សិតឬក៏ទឹកភ្លៀងជំងឺទឹកភ្លៀងដែលវាឆ្លងជំងឺដល់ដើមធ្វើឲ្យវាឆាប់រងការខូចដើមរបស់វាបន្ទាប់ពីយើងកាត់តែងមែកហើយគឺយើងដាក់ជីការដាក់ជីគឺយើងមានរបៀបនៃដាក់ស្វាយឆ្នាំទី3ទី4ឡើងទៅគឺយើងដាក់4ដៅបើយើងចាប់ពីទី7ទី8ដល់រហូតដល់10ឆ្នាំគឺយើងដាក់6ទៅ8ដៅហើយការដាក់ខ្លះទៅគាត់កាប់ដៅខ្លះគាត់ជាចង្អូគឡងទី1គឺយើងដឹងថាស្វាយចន្ទីច្បាស់ជាឬវាមិននៅក្នុងក្បែរដើមទេយើងដាក់នៅចុងមែកគឺយើងត្រូវឈានពីចុងមែកចូលមកក្នុងកន្លះម៉ែត្រឬក៏1ម៉ែត្រដើម្បីយើងដាក់ជីហើយរបៀបនៃការដាក់ជីកាប់ដៅគឺយើងកាប់មួយផ្លែចបវាស្មើនឹងមួយតាក់ហើយយើងដាក់ជម្រៅខាងក្រោមបើយើងដាក់ជ្រៅជាងហ្នឹងគោឬចន្ទីវាអត់មួយទៅក្រោមទេមួយដែលទៅក្រោមមានឫសរជាងគឺឫសធំគេហៅឫសរជាងអាហ្នឹងគឺសម្រាប់បន្ទប់ខ្លួននៅខាងក្រោមចំណែកឫសស៊ីជីគឺនៅខាងលើឬស្បៃតូចទេពេលដែលយើងកាប់ជម្រៅនេះយើងឃើញថាឫសឆ្មាវានេះហ៎បាទឫសឆ្មានេះឬហ្នឹងដែលជាឫសស៊ីជីវាមិនមែនជាឫសធំទេតាមលក្ខណៈបច្ចេកទេសដើម្បីឲ្យចន្ទីបានផលល្អយើងត្រូវចាប់ដើមពីការតាក់តែងមែកបន្តមកទៀតត្រូវដាក់ជីបំពន់ដើមនិងស្លឹកនៅខែ6និងខែ7លើកទី1និងដាក់ជីលើកទី2នៅក្នុងខែ9និងខែ10ប្រសិនបើកសិករអនុវត្តបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសដូចខាងលើចន្ទីនឹងឲ្យក្តាប់ច្រើនគឺបានផលច្រើនខ្ញុំបាទសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលលោកបានគិតគូរដល់សហគមន៍កសិកម្មជាពិសេសដល់ក្រសួងកសិកម្មដែលលោកខំប្រឹងខ្នះខ្នែងបង្ហាត់បង្រៀនផ្ដល់នៅបច្ចេកទេសជាច្រើនដល់សហគមន៍កសិកម្មនិងកសិកររបស់ខ្ញុំបាទហើយសូមថ្លែងអំណរគុណដល់មន្ទីរកសិកម្មខេត្តហើយជាពិសេសកម្មវិធី Aspire AT លោកបានប្រឹងប្រែងខ្នះខ្នែងផ្ដល់បច្ចេកទេសបានឲ្យខ្ញុំទៅរៀនសូត្រពីតំបន់ខេត្តនានាផ្សេងដើម្បីយកមកបង្រៀនសមាជិកសហគមន៍របស់ខ្ញុំនៅបច្ចេកទេសថ្មីនៅបទពិសោធន៍ថ្មីដើម្បីឲ្យយើងគ្រប់គ្រងស្វាយចន្ទីបានជោគជ័យបានចូលរួមពង្រឹងស្មារតីកសិករបានធ្វើជំនួញស្វាយចន្ទីហាលសម្ងួតទាំងបច្ចេកទេសផលិតជីទឹកដើម្បីកាត់បន្ថយការចំណាយរបស់កសិករដើម្បីរកទិន្នផលជូនកសិករបានច្រើន